ចឹង EP នេះគឺពិសេសផ្ដោតទៅលើអ្នកដែលកំពុងតែចង់คลายខ្លួនឯងទៅជាម៉ាក់ហើយនឹងប៉ាហើយដែលមានបញ្ហាពិបាកនឹងធ្វើឡើងដោយធម្មជាតិជំរាបសួរបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់ម៉ាក់ប៉ា Talks podcast របស់យើងជាបន្តទៀតចាហើយឥឡូវនេះគឺយើងត្រឡប់ចូលមកបន្តនៅ podcast របស់យើងទៀតបន្តទៀតដែលនេះគឺជា EP ទី5ហើយសង្ឃឹមថាបងប្អូននឹងចំណាយពេលដ៏មានប្រយោជន៍សម្រាប់មើលនៅ podcast នេះដើម្បីទុកជាអត្ថប្រយោជន៍ទាំងអស់គ្នាចាដែលយើងតាំងចិត្តធ្វើ podcast នេះមកនេះគឺសម្រាប់ប៉ាម៉ាក់ទាំងអស់គ្នាជាបទពិសោធន៍របស់យើងហើយក៏ដូចជារៀនពីប៉ាម៉ាក់ដែលគាត់បានមើលគាត់អាចចែកម្លែក comment នៅពីក្រោម podcast នេះហើយពួកយើងនឹងរៀនពីគ្នាទៅវិញទៅមកចានៅក្នុងEP នេះ topic របស់យើងគឺយើងនឹងមកចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនទៀតហើយបាទពីការអីគេបងពីការយកបទដោយប្រើវិទ្យាសាស្ត្របែបលើវិទ្យាសាស្ត្រអូខេអញ្ចឹង EP នេះគឺពិសេសផ្ដោតទៅលើអ្នកដែលកំពុងតែចង់คลายខ្លួនឯងទៅជាម៉ាក់ហើយនឹងប៉ាចា៎ហើយដែលមានបញ្ហាពិបាកនឹងធ្វើឡើងដោយធម្មជាតិបាទអញ្ចឹងយើងអាចកលែកភ្នែកបំបែរការចាប់អារម្មណ៍ទៅលើការធ្វើដោយប្រើវិទ្យាសាស្ត្រដែលគេហៅថាឈ្មោះគេគឺ IVF ចាដោយបងប្អូនទាំងគ្នាបានដឹងហើយចាពួកយើងទាំងពីរនាក់ក៏មានកូនដោយការវិធីសាស្ត្រនេះដែរគឺយើងធ្វើបែប IVF ហើយក៏មានការព្យាយាមជាច្រើនឆ្នាំដែរអញ្ចឹងខ្ញុំអត់ចង់ឲ្យបទពិសោធន៍ទាំងអស់ហ្នឹងគឺរលាយឬក៏ភ្លេចបាត់ទៅខ្ញុំចង់ឲ្យលើកយកមកនិយាយនៅក្នុង podcast នេះដើម្បីទី1គោលដៅសំខាន់ហ្នឹងចង់ចែកម្លែកទៅដល់ម៉ាក់អ្នកដែលគាត់កំពុងតែត្រៀមខ្ញុំជឿថាដូចពេលពីពួកយើងដូចគ្នាពេលដែលពួកយើងត្រៀមដំណើរការ IVF ហ្នឹងយើងក៏បានសិក្សាស្រាវជ្រាវព្យាយាមរកនៅព័ត៌មានផ្សេងមិនថាទៅសួរដុកទ័រផ្ទាល់ឬក៏ search តាមឯកសារផ្សេងទៅលើអ៊ីនធឺណិតហ្នឹងហើយផ្សេងហ្នឹងគឺមកពីវិធីសាស្ត្រថាតើមានវិធីសាស្ត្រណាខ្លះនៅក្នុងការយកបុត្រហើយត្រូវត្រៀមខ្លួនរបៀបម៉េចត្រូវថែខ្លួនរបៀបម៉េចចាឲ្យដំណើរការរបៀបម៉េចខ្លះហ្នឹងអញ្ចឹងយើងគិតថា EP របស់យើងមួយនេះគឺសង្ឃឹមថានឹងជួយផ្ដល់ជា idea ខ្លះដូចជាកម្លាំងចិត្តខ្លះទៅដល់ប៉ាម៉ាក់ផងជាឯកសារផ្ដល់ជូនបងប្អូនទាំងអស់ជាឯកសារជារបៀបនៃការជៀសឬក៏អីដែលត្រូវធ្វើគួរធ្វើមិនមែនត្រូវធ្វើឲ្យគួរធ្វើហើយគួរជៀសព្រោះវាចំណេញអាហ្នឹងបានថាខ្ញុំ testing ឲ្យហើយ testing ជូនហើយចាប៉ុន្តែបញ្ជាក់ផងដែរបើងងកញ្ចក់តិចដែរបងបទពិសោធន៍ដែលចែកម្លែកនៅក្នុងpodcast របស់យើងគឺជាបទពិសោធន៍របស់ពួកយើងទាំងពីរនាក់ចារឿងនេះគឺជារឿង personal ផ្ទាល់ខ្លួនមែនតើព្រោះតាក់ទងចាបទពិសោធន៍ព្រោះតែតាក់ទងទៅនឹងសុខភាពរបស់គូស្វាមីភរិយារៀងខ្លួនជួនកាលបទពិសោធន៍ហ្នឹងល្អសម្រាប់យើងធ្វើទៅជោគជ័យប៉ុន្តែក៏មិនមែនបានន័យថាជោគជ័យអ្នកដែលគាត់ស្ដាប់ទៅគាត់យកទៅធ្វើតាមជោគជ័យទេសំខាន់គឺណែនាំឲ្យគាត់ទៅជួបដុកទ័រសិនព្រោះថាវិធីសាស្ត្រនៃការបង្កកំណើតក្រៅស្បូនហ្នឹងគឺមានច្រើនមិនមែនមាន IVF ទេមានអីផ្សេងទៀតហើយអ្នកដែលសម្រេចបានថាយើងគួរតែយកវិធីនេះហ្នឹងគឺមានតែដុកទ័រទេពេទ្យទេអ្នកដែលជំនាញឯកទេសខាងហ្នឹងអញ្ចឹងយើងនៅតែណែនាំឲ្យទៅជួបពិភាក្សាផ្ទាល់ដើម្បីឲ្យគាត់ពិនិត្យសុខភាពជាមុនសិនហើយគាត់ដុកទ័រគឺគាត់ជាអ្នកសម្រេចថាអូខេយកបែបនេះធ្វើបែបនេះចាហើយពួកយើងចាចឹងបានជារបស់យើងនៅក្នុង EP នេះហ្មងយើងនិយាយទៅពី IVF មួយណាបងចាពី IVF មួយជាបទពិសោធន៍ផ្ទាល់ចា IVF បើតាមយើង search មើលវាតំណាងឲ្យពាក្យin vitro fertilization ប៉ុន្តែខ្មែរបើបកប្រែស្រួលបានន័យថាគឺការយកបុត្រក្រៅស្បូនដែលមិនមែនជាធម្មជាតិបង្កកំណើតក្រៅស្បូននឹងឲ្យពឹងផ្អែកទៅលើវិទ្យាសាស្ត្រទាំងស្រុងហ្មងហ្នឹងបាទចាគឺជាការយកនៅកោសិកាសុទ្ធខាងមនុស្សស្រីហើយនឹងយក sperm ខាងមនុស្សប្រុសដាក់បញ្ចូលគ្នាដើម្បីបង្កកំណើតបង្កើតបានទៅជា embryo ហើយបន្ទាប់មកក៏ transfer embryo ហ្នឹងចូលមកខាងក្នុងខ្លួនរបស់មនុស្សស្រីដើម្បីបង្កកំណើតដើម្បីមានបុត្រ
ចាឯទៅហេតុផលមានច្រើនអ្នកខ្លះគាត់អត់ចង់ខាតពេលមិនមែនថាគាត់អាចមានធម្មជាតិបានទេតែអ្នកខ្លះដូចថាឥឡូវនេះអ្នករៀបការឥឡូវក៏អាយុរៀងច្រើនជាងសម័យមុនដែរអញ្ចឹងពេលខ្លះគាត់ការហើយគាត់អត់ចង់ខាតពេលហើយអ្នកខ្លះគាត់ចង់បានភ្លោះតែម្ដងអីអញ្ចឹងណាអញ្ចឹងវា personal មែនតើអញ្ចឹងនេះក៏ជាវិធីសាស្ត្រមួយដែលធ្វើឲ្យគាត់សម្រេចនៅបំណងរបស់គាត់ប៉ុន្តែក៏មិនមែនបានន័យថាធ្វើឲ្យ 100% នៅតែបានជោគជ័យទេវាមាន process ជាច្រើនទៀតប៉ុណ្ណាហើយពេលហ្នឹងនៅពេលដែលគេបង្កកណាត់ចេញទៅជាសុទ្ធអីហើយហ្នឹងគឺគេមានវគ្គគេទៀតគឺគេយកគេទៅពិនិត្យគុណភាពរបស់សុទ្ធទាំងនោះអញ្ចឹងនៅក្នុងដំណាក់កាលពេលហ្នឹងអ្នកខ្លះមានសុទ្ធច្រើនលើសពី1អាចមានចិត្តដល់20ឬក៏លើស20ក៏មានទៅតាមសុខភាពឬក៏ភាពខ្លាំងរបស់ប៉ានិងម៉ាមីហ្នឹងដំបូងហ្នឹងកោសិកាដែលគាត់ជួបគ្នាហ្នឹងបើសិនជាគាត់ខ្លាំងគាត់អាចមានសុទ្ធច្រើនបាទចាហើយកំពុងទៅគេយកទៅពិនិត្យថាគុណភាពមួយណាល្អមិនល្អគេអាចរើសពេលនេះគេអាចរើសល្អមិនល្អទៀតគេអាចរើសប្រុសនិងស្រីទៀតចាបាទចង់សួរដែរសាំចាប់រងមកស្អីគាត់និយាយភេទប្រុសឬក៏ភេទស្រីបានទៀតហើយចាមិនកំងបានទេប៉ុន្តែអ្នកខ្លះក៏អញ្ចឹងទៀតដល់ពេលចេញជាសុទ្ធមកហើយបណ្ឌិតក្រុមម៉ូសូមហើយអ្នកខ្លះអត់ប្រុសអ្នកខ្លះអត់ស្រីទៀតអញ្ចឹងប្រុសស្រីហ្នឹងគឺទៅលើខាងឪពុកហើយបើចំនួនសុទ្ធហ្នឹងគឺមកខាងម្ដាយណាអញ្ចឹងប្រុសស្រីវាស្ថិតនៅលើដំណាក់កាលមួយការញ៉ាំរបបអាហាររបៀបម៉េចឬក៏ខាងនារីមានវត្តរដូវពេលណាអាហ្នឹងគឺវាអាចធ្វើឲ្យមានសុទ្ធប្រុសឬស្រីតាមនឹងអញ្ចឹងនៅពេលឧទាហរណ៍ថាបើសិនជាចៃដន្យមានសុទ្ធប្រុសហើយនៅមានសុទ្ធស្រីអញ្ចឹងពេលហ្នឹងហើយយើងអាចរើសបានហ្នឹងគេចង់និយាយតែកន្លែងហ្នឹងតែនៅពេលដែលគាត់អូតូម៉ាទិកចាប់គ្នាហ្នឹងណាយើងអាហ្នឹងវាអាស្រ័យលើយើងអាចថាធម្មជាតិដែរពេលហ្នឹងបើសិនជាធម្មជាតិមកប្រុសឬក៏ស្រីអាចតាមហ្នឹងចាបាទអញ្ចឹងគឺនៅតែទៅលើគេហៅថាជោគរិស័យជោគវាសនាដដែលចង់បានស្រីបានប្រុសអញ្ចឹងណាហើយគាត់ថាវិធីសាស្ត្រនេះកាត់បាន 50% ព្រោះពេលហ្នឹងតែយើងឃើញស្រីប្រុសយើងអាចរើសយកមកដាក់សម្រាប់ចិត្តបានប៉ុន្តែក៏អ្នកខ្លះគាត់អញ្ចេះទៀតគាត់អត់ចង់រើសភេទទេគាត់ធ្វើម៉េចពិនិត្យក្រូម៉ូសូមឲ្យតែមានគ្រប់សុខភាពល្អអីគ្រប់មុខអញ្ចឹងទៅស្រីប្រុសហ្នឹងចាំដឹងក្រោយចាអត់សំខាន់ទេអូខេអញ្ចឹងនៅពេលដែលទៅពិភាក្សាជួបគ្នាជាមួយនឹងពេទ្យហើយពេទ្យគាត់ណែនាំថាយើងត្រូវធ្វើបែបណាមួយដែលសមហើយគឺយើងត្រូវត្រឡប់មកវិញត្រៀមខ្លួនអញ្ចឹងសួរថាដំណើរការនៃ IVF ហ្នឹងបើយើងចាប់ផ្ដើមហ្មងសម្រាប់ចិត្តហ្មងនៅក្នុងថ្ងៃហ្នឹងធ្វើបានភ្លាមអត់បានដូចគ្នាប៉ុន្តែបើជាបទពិសោធន៍ខ្ញុំខ្លួនឯងគឺខ្ញុំណែនាំថាការត្រៀមខ្លួនគួរតែត្រៀមខ្លួនមុនយ៉ាងតិចឲ្យបាន3ខែទី1ដំបូងគឺយើងត្រូវទៅជួបដុកទ័រឲ្យគាត់ពិនិត្យសុខភាពសិនហើយបើចង់ទៅជួបដុកទ័រដូចថាចង់ឲ្យបានឃើញដឹងលទ្ធផលគឺណែនាំឲ្យទៅពិនិត្យនៅថ្ងៃទី2ឬក៏ថ្ងៃទី3នៃវត្តរដូវរបស់នារីរបស់ខាងម្ដាយណាទៅជួបដុកទ័រថ្ងៃនោះគឺយើងនឹងបានឃើញថាយើងនឹងបានដឹងថាអូខេនៅក្នុងខ្លួនរបស់យើងហ្នឹងគឺមានសុទ្ធចំនួនប្រមាណច្រើនឬក៏តិចល្អខ្សោយឬក៏ល្អអីអញ្ចឹងទៅហើយដុកទ័រគឺគាត់នឹងឲ្យថ្នាំឲ្យអីទៅតម្រូវទៅតាមសុខភាពរបស់ខាងនារីយកមកបើយកមកញ៉ាំយកមកអីអញ្ចឹងហើយនៅក្នុងរយៈពេល3ខែហ្នឹងគឺយើងត្រូវថែខ្លួនទាំងរបបអាហារទាំងការសម្រាកទាំងការថែអារម្មណ៍យើងកុំឲ្យ stress កុំឲ្យអីដើម្បីត្រៀមខ្លួនធ្វើ process IVF នឹងបើនិយាយទៅឥឡូវគ្រាន់តែត្រៀមហ្នឹងគឺ3ខែចាំបានអត់បងកាលហ្នឹងគឺបន្ទាប់ពីទៅពិនិត្យហើយគេមានការបូមឈាមរបស់យើងយកទៅពិនិត្យមើលមេរោគអីផ្សេងអង់តិក័អីផ្សេងទៀតដូចជាការទៅពិនិត្យឈាមមុនត្រៀមយកកូនបែបធម្មជាតិអញ្ចឹងគឺអាហ្នឹងគឺត្រូវតែមាន process ហ្នឹងសូម្បីតែអ្នកដែលគាត់ត្រៀមយកធម្មជាតិមុននឹងត្រៀមក៏ត្រូវតែទៅពិនិត្យឈាមមើលសិនដែរដើម្បីសុវត្ថិភាពទាំងអស់គ្នាណាជាតិស្ករជាតិអីអញ្ចឹងចាអញ្ចឹងនៅក្នុងកំឡុងពេល3ខែហ្នឹងត្រូវធ្វើអីខ្លះទី1ខាងបុរសគឺដាច់ខាតកាត់អស់ហើយជាតិអាល់កុលចាញ៉ាំអត់បានទេនេះមិនមែនតើបុរសហើយនិយាយទៅទាំងសងខាងហ្មងហ្នឹងហើយពេទ្យគាត់ផ្ដាំថាបើតមបានក៏តមហ្នឹងហើយគាត់ថាធ្វើម៉េចតែបងមិនតបានតបានហើយតបានតែ3ខែហ្នឹងអ
តទៅទៅហើយ ចា បន្តវិស្វកម្មទី ចាឡើងហើយ3ខែហ្នឹងគឺចាត់ទុកថាយូរណាយូរ ចាទៅដល់បើបានដូចជាបងប្អូនប្រតិគាត់ទៅថាគាត់ទៅមានការ ការងារសកម្មភាពសង្គមអីចឹងណាចា ជួយជួយគាត់ទៅមានការជាតកហ្នឹងគាត់ទៅបាន ចា ក៏ដើម្បីយើងបំពេញបេសកកម្មទីឲ្យទទួលបានគ្រួសារមួយនៅតនេះ ដើម្បីបានគុណភាពល្អដើម្បីបានសុទ្ធដែលល្អអីអញ្ចឹងណាអញ្ចឹងគឺត្រូវលះបង់កាត់ជាតិអាល់កុលកាត់ជាតិកាហ្វេអ៊ីនខ្ញុំក៏អញ្ចឹងដែរកាលហ្នឹងគឺ3ខែគឺអត់ប៉ះសោះហ្មងកាហ្វេតែអីដែលមានជាតិកាហ្វេអ៊ីនសំបីតាសូកូឡាក៏អត់ហ៊ានញ៉ាំដែរផ្អែមក៏យើងកាត់ព្យាយាមញ៉ាំអីដែលមានវីតាមីនប្រូតេអ៊ីនច្រើនកាលហ្នឹងគឺបើនិយាយពីរបបអាហារវិញគឺខ្ញុំញ៉ាំសុទ្ធណាពងមាន់ស្ងោរយើងហ្នឹងគឺញ៉ាំមួយថ្ងៃ2គ្រាប់ពេលព្រឹកញ៉ាំរាល់ថ្ងៃរយៈពេល3ខែហ្នឹងចានៅវាអត់ទាន់ដល់ការចាក់អីអញ្ចឹងដំបូងយើងទៅជួបពេទ្យនៅថ្ងៃទី2និងថ្ងៃទី3នៃវត្តរដូវបន្ទាប់មកពេទ្យនឹងប្រាប់ថាសុខភាពយើងរបៀបម៉េចអញ្ចឹងយើងត្រឡប់មកថែសិនហើយនៅពេលណាដែលយើងគិតថាតាមពិតខ្ញុំបើកមកកញ្ចក់ទីតាមពិតការថែ3ខែនេះមិនដុកទ័រគាត់ណែនាំទេណាអានេះគឺជាការពួកខ្ញុំអ្នកសម្រេចចិត្តខ្លួនឯងទេថាយើងគួរតែហើយនឹងការ search ស្រាវជ្រាវពីអ៊ីនធឺណិតអញ្ចឹងមុននឹងធ្វើយើងចង់ឲ្យវាបានគុណភាពល្អអញ្ចឹងណាហើយអញ្ចឹងយើងសុខចិត្តថែសិនអញ្ចឹងបងប្អូនអ្នកគ្នាអាច1ខែក៏បាន2ខែក៏បាន3ខែក៏បានដែរតាមចិត្តខ្លួនឯងទេបើគិតថាអូខេខ្ញុំជាអ្នកដែលមានសុខភាពហើយហាត់កីឡាទៀងទាត់ញ៉ាំរបស់ល្អហើយក៏មិនចាំបាច់ត្រៀមរហូតទៅដល់3ខែអញ្ចឹងដែរ កុំជិះវិញចេះណាកុំតមធ្វើឲ្យធ្វើខ្លួនឯង stress ញ៉ាអូនឹងអត់បែរ តមចុះតមឡើងទៅស្រាប់តែវាមានអារម្មណ៍ថាខ្ញុំដូចទៅ stress វាដើមវិញហ្នឹងក៏គួរតែគិតពិចារណាឡើងវិញដូចគ្នាបាទចាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងត្រៀមហើយអូខេថ្ងៃដែលវត្តរដូវមកម្ដងទៀតថ្ងៃទី2ថ្ងៃទី3គឺទៅជួបដុកទ័រម្ដងទៀតហើយប្រាប់គាត់ថាអូខេខ្ញុំ ready ហើយអញ្ចឹងណាយើង ready ពេទ្យ ready គឺគាត់គូពេទ្យគាត់នឹងរៀបចំថ្នាំមកឲ្យយើងថាអូខេយើងត្រូវចាក់អីខ្លះញ៉ាំអីខ្លះដែលការយើងហ្នឹងគឺពេទ្យគាត់ត្រៀមថ្នាំចាក់ហ្នឹងគឺចាក់ក្បាលពោះដែលយើងយកមកចាក់ខ្លួនឯងនៅពេទ្យនៅផ្ទះចាក់ខ្លួនឯងរាល់ថ្ងៃរយៈពេល8ទៅ10ថ្ងៃអាស្រ័យទៅលើរាងកាយរបស់ខាងម៉ាក់អត់ដូចគ្នាណាអត់ដូចគ្នាទាំងអស់ហើយការខ្ញុំចាក់ដូចជា8ថ្ងៃហើយបន្ទាប់ពី8ថ្ងៃហើយត្រូវទៅជួបដុកទ័រវិញដើម្បីតាមដានមើលថាសុទ្ធនឹងធំល្មមលូតលាស់យ៉ាងម៉េចហើយចាល្មមសម្រាប់នៅក្នុងថ្ងៃដែលយកសុទ្ធនឹងបាននៅព្រោះនៅពេលដូចរបៀបថាចាក់ហ្នឹងគឺគេចាក់ពៅកោសិកាសុទ្ធនឹងឲ្យពេញឲ្យធំស្អាតដូចចង់និយាយថាដូចយើងដាំដើមឈើអញ្ចឹងដាក់ជីដាក់អីឲ្យទុំហើយនៅពេលណាដែលផ្លែហ្នឹងទុំហើយគឺនឹងចូលទៅដល់ថ្ងៃដែលត្រូវបេះផ្លែគេត្រូវយកចេញណាចាហ្នឹងហើយអញ្ចឹង8ថ្ងៃហ្នឹងគឺត្រូវចាក់តិចនិចវិធីសាស្ត្រដែលពួកយើងធ្វើគឺយើងចាក់ឲ្យទៀងម៉ោងមែនតើបើសិនជាចាប់ផ្ដើមមកជុលដំបូងម៉ោងណាថ្ងៃបន្ទាប់គឺត្រូវតែម៉ោងនឹងដដែលអញ្ចឹងពួកខ្ញុំដាក់អាឡាមដាក់នាឡិការោក្នុងទូរស័ព្ទម៉ោងចាក់ហ្នឹងគឺសំបីតែខុសគ្នា1វិនាទីក៏អត់បានដែរនៅគឺរឿងចាក់ហ្នឹងហើយគាត់ពិតជាគេហៅថាមែននិយាយពីម៉ោងសិនម៉ោងគឺគាត់ថា10អញ្ចឹងណាគាត់ចាំអាខ្ញុំកាន់បញ្ចូលចាក់ហើយហ្នឹងណាគាត់ថាកំណត់ណាចាំឲ្យ0សិនតតទៅបានយើងចាក់ចាព្រោះហើយនៃការរោហ្នឹងមិនមែនរោដល់មកណារោមុន5នាទីព្រោះថាដើម្បីយកថ្នាំពីទូទឹកកកចេញមកត្រូវបូមនេះបូមនោះត្រៀមអីគេសលៃសម្រាប់ជូតអីហ្នឹងទុកម្ដងនិយាយដូចប៉ែតអញ្ចឹងពេលហ្នឹងគឺចាប្តីប្រពន្ធណាត្រូវជួយគ្នាហើយព្រោះប្រពន្ធតាមពិតអាហ្នឹងចាក់ខ្លួនឯងក៏បានដែរប៉ុន្តែគិតមើលសម័យយកមកជុលចាប់ទាញពោះខ្លួនឯងចាក់ហើយយើងចង់និយាយថាស្វាមីហ្នឹងគួរណាតែមានការរួមចំណែកខ្លះមែនអត់ចាអញ្ចឹងគ្រាន់តែចាក់ហ្នឹងគឺយើងធ្វើទៅអញ្ចឹងបើប៉ាណាខ្លាចមកជុំទេអត់បានគួរណាមិនចាក់ឯណាហើយចាអីអត់ទេចាខ្ញុំគ្រាន់អូនគ្រាន់តែប្រយោបល់ទៅដល់ប៉ាម៉ាក់ផ្សេងតើចាមានន័យបទពិសោធន៍នៃការចាក់គឺថាស្រាវទៅដំបងព្រោះអីអត់ដែលយកមកជុលចាក់សាច់មកឲ្យប្រហែលជាប្រវាយហ្នឹងជុលប្រវាយហ្នឹងដល់ចឹងទៅយើងមានអារម្មណ៍ថាខ្លាចដល់បើចាក់យូរទៅមានអីញ៉ាំសុំគាត់មានអីត្រូវចាក់ទៀតទេបង
ចាហើយចាក់ហ្នឹងគឺចាក់រាល់ថ្ងៃឲ្យទៀងម៉ោងមួយថ្ងៃមួយមួយជុលមួយថ្ងៃឆ្វេងស្អែកឡើងស្ដាំស្អែកឡើងឆ្វេងស្អែកឡើងស្ដាំទៅវិញទៅមកកុំឲ្យនិយាយទៅគឺត្រូវចាំបើសិនជាធម្មតានៅពេលដែលចាក់សំណាងដែលចាក់ទៅគឺមានសនាមដូចមុខខំអញ្ចឹងនៅខាងឆ្វេងចាដល់ពេលអញ្ចឹងស្អែកឡើងយើងដឹងថាយើងអត់ច្រឡំខាងទេចាក់ស្ដាំម្ដងប៉ុន្តែបើសិនជាអត់មានស្នាមខ្ញុំណែនាំឲ្យកត់ទុកនៅក្នុងទូរស័ព្ទយើងថ្ងៃហ្នឹងយើងចាក់ឆ្វេងស្អែកចាក់ស្ដាំនិយាយទៅគឺអត់អាចផ្លាត់ស្នៀតអត់អាចខុសអីបានទេចាព្រោះដោយសារបើសិនជាយើងធ្វើអញ្ចឹងគឺយើងកំពុងតែបន្ថែមគុណភាពឲ្យសុទ្ធរបស់យើងហ្នឹងគឺគាត់លូតលាស់បានល្អពេញដូចនិយាយថាដាក់ជីអញ្ចឹងណាទៀងម៉ោងស្រោចទឹកទៀងម៉ោងទៅវាឆាប់ទុំហើយគឺទុំដោយគុណភាពទៀតចាព្រោះថាអ្នកខ្លះគាត់ធ្វើអញ្ចឹងទៅគឺទុំបានច្រើនមែនតែមិនច្រើនមិនបានន័យថាគុណភាពទេច្រើនឬតិចអត់សំខាន់ទេសំខាន់គឺទៅលើគុណភាពហើយយើងអត់ចង់បានច្រើនទេគុណភាពនឹងចាពួកដាក់ម្ដងមួយឬក៏ពីរអីអញ្ចឹងទៅចាអញ្ចឹងprocess នៃការចាក់ថ្នាំហ្នឹងខ្ញុំអាចនិយាយបានថាគឺជា process ដែលសំខាន់បំផុតនៅក្នុងការបណ្ដុះរំញោចកោសិកាពងនៅក្នុងខ្លួនមនុស្សស្រីហ្នឹងអញ្ចឹងព្យាយាមធ្វើឲ្យទៀងទាត់បំផុតហើយញ៉ាំអាហារឲ្យល្អបំផុតចាអូខេអញ្ចឹងបន្ទាប់ពីចាក់បានអញ្ចឹងអ្នកខ្លះគាត់ចាក់ដល់10ថ្ងៃអ្នកខ្លះគាត់ចាក់ទៅ8ថ្ងៃទេចាក់ហើយត្រូវទៅជួបពេទ្យទៅជួបដុកទ័រគាត់នឹងធ្វើការអេកូមើលថាអូខេទុំនៅនិយាយអញ្ចឹងទៅរៀងស្រួលឃើញរូបភាពណាថាអូខេផ្លែហ្នឹងទុំនៅបើថាទុំហើយដុកទ័រគាត់នឹងណាត់នៅក្នុងថ្ងៃបេះមិននិយាយឲ្យងាយស្រួលស្ដាប់គឺបូមយកកោសិកាសុទ្ធហ្នឹងចេញពីខ្លួនមនុស្សស្រីនឹងឯងចាប៉ុនចេញផុតពីចាក់ឯងបើសួរថាចុះពេលដែលចាក់ទៅមនុស្សស្រីយើងមានអាការៈម៉េចមានអារម្មណ៍ម៉េចចុះយើងចាក់ចូលរាល់ថ្ងៃទី1ទី2អត់អីដល់ពេលថ្ងៃទី3ទី4យើងចាប់ផ្ដើមមានអារម្មណ៍ធ្ងន់ពោះដូចរៀងអួលហើយរៀងធ្ងន់ហើយយើងចាប់ផ្ដើមពោះរៀងប៉ោងមើលទៅអ្នកខ្លះគេថាធាត់ឡើងគីឡូហើយដោយសារពងយើងសុទ្ធនឹងចាប់ផ្ដើមរីកចាអញ្ចឹងអ្វីដែលគួរតបគឺផ្អាកហាត់ប្រាណនៅក្នុងកំឡុងពេលដែលកំពុងតែចាក់ហ្នឹងផ្អាកលើករបស់ធ្ងន់កុំ stress គេញ៉ាំបានគ្រប់គ្រាន់ត្រូវថ្នមខ្លួនមែនតែនព្រោះយើងកំពុងតែបន្ថែមសុទ្ធឡើងច្រើននៅក្នុងខ្លួនអ្នកខ្លះចុកដើរអត់រួចទេក៏មានដែរអួលអីអញ្ចឹងណា stress ក៏ stress ដែរចាអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ step ទី1ហ្នឹងគឺសំខាន់ហើយជួយមកបងអត់ដឹងហ្នឹងមែនចាហ្នឹងហើយរឿងនេះគឺជួនកាលអ្នកខ្លះគាត់អត់ចាប់អារម្មណ៍ទៀតមនុស្សស្រីជួនកាលអត់ចាប់អារម្មណ៍ទៀតថាខ្លួនឯងហ្នឹងរៀងអីធ្ងន់ចង់និយាយថាពីញ៉ាំអីខុសមិនដឹងចាអីអញ្ចឹងអត់បានចាប់អារម្មណ៍ប៉ុន្តែកន្លែងនេះគឺប៉ែតហាមផ្ដាច់ទី1ហាមលើករបស់ធ្ងន់ព្រោះបើយើងប្រៀបទៅនឹងផ្លែឈើដូចចិត្តទុំហើយបើកាលណាយើងទៅលើកអីធ្ងន់វាអាចនឹងឈូកខូចគុណភាពចាអញ្ចឹងហ្នឹងហើយយើងព្យាយាមថែឡើងហ្នឹងរហូតតែអត់រត់នេះណានិយាយបងថាមកអត់ពេលទេគាត់អាចនឹងធ្វើខ្លួនធម្មតាសុខភាពផ្សេងពីនឹងអត់ឬក៏ត្រូវតែអត់តែចាក់ហ្នឹងត្រូវតែមានអារម្មណ៍ថាគួរត្រូវប៉ោងយើងអាចដែរបើអ្នកខ្លះដែលគាត់អត់សូវមានសុទ្ធច្រើនរៀងស្រាលខ្លួនអត់សូវអីម៉ានេះប៉ុន្តែអ្នកដែលមានអាការៈខ្លាំងគឺដោយសារតែគាត់មានច្រើនចាអ្នកខ្លះមានដល់10 20អីហ៎និយាយទៅមនុស្សស្រីយើងអាយុកាន់តែអាយុតិចយើងមានសុទ្ធច្រើនសុទ្ធហ្នឹងគឺនឹងថយទៅតាមវ័យរបស់យើងដែរអញ្ចឹងបានអ្នកខ្លះហើយនឹងនៅប្រទេសមួយចំនួនគឺនៅពេលដែលគេណែនាំថាទោះបីជាអត់ទាន់មានដៃគូក៏ដោយអត់ទាន់មានគ្រួសារក៏ដោយបើសិនជាអាចក្រោមអាយុ35ហ្នឹងគឺគិតគូបូមសុទ្ធនឹងទុកឲ្យហើយទៅព្រោះថាគុណភាពក៏ល្អជាងនៅពេលដែលយើងអាយុលើស35អីចឹងណាហើយថ្ងៃក្រោយនៅពេលដែលយើងសម្រេចចិត្តដាក់ក៏យើងនៅមានសុទ្ធដែលមានគុណភាពល្អចាព្រោះពេលនេះដូចជាយើងដាំដើមឈើឥឡូវនេះគឺគ្រឹះគល់ហ្មងដាក់ជីដាក់ដីអីដំបងហ្មងចាផ្្លាត់មកបន្តិចមកតែទៅដល់លើយើងពិបាកកែយើងខាតទាំងពេលខាតទាំងអីអញ្ចឹងយើងសុខចិត្តធ្វើគ្រឹះនឹងឲ្យមាំហើយបើកាលណាយើងមានសុទ្ធដែលមានគុណភាពច្រើនណាយើងអាចបកកទុកបានរហូតដល់ទៅ5ទៅ10ឆ្នាំហ៎អញ្ចឹងណាឲ្យយើងអត់ចាំបាច់ត្រឡប់មកធ្វើតាំងពីប្រសេសទី1បានទេទី1ឡើងមកវិញទេអញ្ចឹងយើងសុខចិត្ត
pay attention ឬបែបថាយកចិត្តទុកដាក់តាំងពីដំបូងទៅដើម្បីបានទៅវែងឆ្ងាយចា៎ កាត់មួយវគ្គ អញ្ចឹងនៅពេលដែលដុកទ័រថាអូខេទុំហើយបេះបានត្រូវត្រៀមខ្លួនមកតង់ទៀតហើយការទៅត្រៀមខ្លួនបេះហ្នឹងបូមយកសុទ្ធហ្នឹងក៏សំខាន់មួយទៀតដែរ ជាតតជាមួយនឹងការចិញ្ចឹមសុទ្ធនៅក្នុងហ្មងនេះឯង ចាពងតពៅសុទ្ធ ចឹងឡើងពេលហ្នឹងអត់ប្រហែលអត់ដល់គេទៅយក spam គាត់អីមកឆៃអីហ្នឹងបង នៅដុកទ័រគឺគាត់នឹងយកនៅថ្ងៃដែលបូមសុទ្ធពីម៉ាក់ហ្នឹងនៅថ្ងៃជាមួយគ្នាហ្នឹងហ្មងគឺធ្វើនៅថ្ងៃជាមួយគ្នាហ្មង ប្រែថាឡើងពេលហ្នឹងទៅទីប៉ាគឺថែទាំសុខភាពខ្លួនឯង ចាថែទាំរបបអាហារហាត់កីឡាតមជាតិអកុលតមអីអញ្ចឹងណានិយាយទៅបើនិយាយពីប្រសាសគឺម៉ាក់ដែលហត់ច្រើនណាប៉ាគឺគាត់តែម្ដងចប់ហើយតែអាហ្នឹងប្រហែលជាការលំបាករបស់គាត់គឺការតមអីគេ បាទណាបើនិយាយទៅចាំថាយើងតមស្រួលយើង stress លើដើមអញ្ចឹងត្រូវមើលខ្លាំងខ្លាញ់វាឲ្យមាន balance ចា ត្រូវស្រួល ហ្នឹងហើយ ស៊ូ ចា សមិទ្ធផលដល់គុណភាព ចាហើយបើនិយាយពីអាហារវិញហ្នឹងតាមការជឿទេតែអ្នកខ្លះគាត់ថាញ៉ាំសាច់ឲ្យច្រើនទៅចាប់បានអីគេសម្បូរកូនប្រុសអីចឹងទៅអ្នកខ្លះថាញ៉ាំអីគេត្រីអីចឹងទៅកូនស្រីអីចឹងទៅនិយាយទៅគឺការជឿតែបើទៅសួរដុកទ័រគឺគាត់ថាអត់មានទេញ៉ាំឲ្យតែល្អសុខភាពហើយឆ្អិនទៅសុទ្ធ និយាយទៅបងចាំចេះមែនគ្រូពេទ្យដូចជាអត់មានមកដល់និយាយថាកុំញ៉ាំអកុលហ្មងណា អត់មាននេះ ក៏អត់មាននិយាយចឹងក៏គាត់ថាញ៉ាំធ្វើឲ្យ healthy ចា ចឹង ច្បាប់ទាំងអស់ ហើយ នេះចេញពីខាងនេះបាក់បំផុតហើយណា ហ្នឹងហើយបាទ ចាហើយបើអាហារក៏នៅតែដដែលដែរគឺណែនាំឲ្យព្រឹកឡើងញ៉ាំពងមាន់ស្ងោរដែលឆ្អិនល្មមអត់យកបែបជាប់ភ្នៅទេណាឆ្អិនល្មមញ៉ាំហើយញ៉ាំ2ទៅពេលព្រឹកឡើងស្ងោរភ្លាមញ៉ាំភ្លាមចាហើយញ៉ាំទាំងអស់អត់មែនញ៉ាំតែអសទុកអាល់កុហុលទេញ៉ាំទាំងអស់តែម្ដងចាពេលហ្នឹងគឺជាពេលដែលត្រូវការ protein ខ្លាំងហើ មួយ យ ទៀតគឺហាត់កីឡាជាពិសេសអានោះក៏គាត់ផ្ដាំដែរត្រូវតែមាន exercise រាល់ថ្ងៃទៅដើម្បីឲ្យវាដូចថានៅធម្មតាសុខភាពយើងវាស្រួលតាមហ្នឹង ចា ហ្នឹងសម្រាប់ប៉ាប៉ា តាំង ប៉ាប៉ា ចាប៉ាព្រោះម៉ាក់ពេលដែលកំពុងតែបូមហ្នឹងគឺហាមហាត់ប្រាណអត់អាច មានតាមពេលធ្ងន់ធ្ងរនេះ ចាយូហ្គាអីបានតិចតួចទេណាតែមិនមែនលើកដែរលើកជើងអត់បានទេ តែបើដើម្បីសុខភាពមកកុំឲ្យមានហ្មងព្រោះយូហ្គាអ្នកខ្លះគាត់យូហ្គាណាតែគាត់លេងយ៉ាងឈប់ធ្ងន់ ចាហ្នឹងហើយអ្នកដែលគាត់ជក់ហាត់កីឡាបាននេះទៅថ្នមសិនទៅចាអូខេហើយហ្នឹងហើយអញ្ចឹងហើយអស់ហើយទៅជួបដុកទ័រថាអូខេអាចបូមបានហើយក៏ជាថ្ងៃដែលយកពីឪពុកដូចគ្នាថ្ងៃមួយគ្នាហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺថ្ងៃហ្នឹងម្ដាយសន្លប់ចាម្ដាយទៅដាក់ថ្នាំសន្លប់ព្រោះការបូមហ្នឹងគឺត្រូវសន្លប់ណាអញ្ចឹងដំណើរការ IVF ហ្នឹងសន្លប់តែម្ដងហើយគឺសន្លប់ពេលហ្នឹងពេលបូមហ្នឹងចាហើយខាងបុរសអត់មានសន្លប់អីទេស្រួលទៀតចាហ្នឹងហើយអញ្ចឹងម្ដាយគឺត្រូវអ្វីដែលត្រូវត្រៀមខ្លួនគឺត្រូវធម្មតាតែមានការដាក់ថ្នាំសន្លប់ដាក់ថ្នាំអីអញ្ចឹងពេទ្យគឺដូចវះកាត់អញ្ចឹងណា បាទ ពេទ្យគេឲ្យយើងតមអាហារតមអី8ម៉ោងតមទឹកនិយាយហាមញ៉ាំអីមុនចូលហ្នឹង8ម៉ោងហើយអានេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនទេបើទៅសួរពេទ្យក៏គាត់ដូចថាមិនបាច់ចាំបាច់ត្រៀមអីច្រើនដែរទៅគឺគោលបំណងពេទ្យដែលគាត់ប្រាប់តែមួយមុខគឺកុំឲ្យយើង stress យើងជាម្ដាយកុំឲ្យ stress relax អីចឹងទៅប៉ុន្តែនេះសម្រាប់ខ្ញុំខ្លួនឯងខ្ញុំធ្វើការ research ខ្លួនឯងហើយក៏ចង់ចែកម្លែកទៅដល់ម៉ាក់អញ្ចឹងណាចាអញ្ចឹងមុននឹងទៅបូមហ្នឹងគឺទី1ខ្លួនយើងគឺហាមផាត់មុខកុំផាត់ព្រោះនេះដោយសារខ្ញុំគិតថាចាអំប្រយោហ្នឹងវាខ្ចីអញ្ចឹងអត់ចង់ឲ្យមានពួកគីមីអីទៅប៉ះពាល់នៅក្នុងបន្ទប់នឹងដាច់ខាតចង់ឲ្យ clean ហ្មងហាមបាញ់ទឹកអប់កុំលាបថ្នាំកញ្ចក់ដោយសារតែកុំលាបថ្នាំកញ្ចក់កុំពាក់ lens ភ្នែក contact lens ណាដកចេញសិនដោយសារតែពេលហ្នឹងយើងសន្លប់អញ្ចឹងដុកទ័រគាត់ត្រូវតាមដានសុខភាពដែរចង់ដឹងថាបើយើងមានបញ្ហាអីគាត់អាចជួយយើងតាន់ចាបន្តពីយើង ចាអញ្ចឹងនៅពេលដែលយើងពេទ្យបូមហើយយើងសន្លប់អញ្ចឹងគឺពេទ្យគេឲ្យយើងគេងរយៈពេល1ម៉ោងសិនសម្រាប់នៅក្នុងការស្វាងថ្នាំស្វាងអីចឹងណាហើយក៏ត្រឡប់មកផ្ទះធម្មតាអញ្ចឹងណែនាំឲ្យថ្ងៃនោះគឺជាថ្ងៃដែលសំខាន់មួយទៀតដែរសុខភាពរបស់ម៉ាក់គឺសំខាន់ទៅគឺណែនាំឲ្យទៅទាំងពីរនាក់ចាហើយឬបើសិនជា
ពេលងើបជាពិសេសពេលងើបអាពីសឡប់ហ្នឹងនិយាយទៅធីងធងយើងទាំងធីងទាំងធងផងទាំងរបៀបឈឺអ៊ូលនៅក្នុងពោះយើងផងអត់ទាន់បាត់ទេណាកន្លែងហ្នឹងក៏សំខាន់ដែរត្រូវមើលថែខ្លួនឯងថ្នមទៀតនិយាយទៅថ្នមទៀតតម្រាំតែខ្លួនយើង recover ឡើងមកវិញចាហើយបន្ទាប់មកគឺយើងនឹងដុកទ័រគាត់នឹងតាក់ទងមកយើងវិញណាផ្ដល់ដំណឹងថាអូខេនៅពេលដែលតាំងពីអ្នកបានចាប់ដៃគ្នាហើយនឹងបង្កើតបានអំព្រីយ៉ូចំនួនប៉ុន្មានបាទចាអាហ្នឹងគឺជាលទ្ធផលមួយដែលយើងដូចថាត្រឡប់មកវិញគឺចាំទៅទូរស័ព្ទហ្មងទៅទូរស័ព្ទរោកាលនេះគឺដូចមានចិត្ត20ច្រើនដូចជា18អំប៊ីយ៉ូហ្នឹងចាបាទហើយទៅពេលហ្នឹងអូខេទៅគេសួរគេត្រូវឲ្យយើង check ហ៎មិនទេចាគឺជា18ហ្នឹងត្រូវ check យ៉ាងម៉េច check ទាំងអស់ឬក៏អីយ៉ាងទៅព្រោះយើងអាចមានសិទ្ធ select check ទៀតមិនចឹងហ៎ចាយកទៅពិនិត្យ chromosome ថាគ្រប់អត់ហ្នឹងហើយហើយការពិនិត្យ chromosome ហ្នឹងគឺជាការសម្រេចចិត្ត personal សម្រេចចិត្តថាយើងចង់ពិនិត្យឬក៏អត់ព្រោះថាការពិនិត្យ chromosome គឺមានការចំណាយមួយតង់ទៀតហើយមិនមែនចំណាយតិចទេចំណាយសឹងតែស្មើនឹង process នៃការធ្វើ IVF ហ្នឹងមកនិយាយទៅគុណ2បើសិនជាពិនិត្យ chromosome ហ្នឹងណាយើងដឹងភេទអត់សំខាន់ទេតែពិនិត្យទៅលើគុណភាពអំព្រីយ៉ូមថាមានគ្រប់អត់ខ្លាចដូចថាកូនមានខ្វះនេះខ្វះនោះអីចឹងគេអាចដឹងដល់ពេលហ្នឹងថាដែលកើតមកអត់ល្អអត់ពេញលក្ខណៈឲ្យគ្រប់លក្ខណៈហ្នឹងគឺដោយសារតែអត់ខ្វះអីមួយ chromosome ហ្នឹងឯងបាទចាអញ្ចឹងហើយយើងអាចនៅក្នុងដូចពួកខ្ញុំបាន18អញ្ចឹងនៅក្នុងនោះយើងអាចសម្រេចថាអូខេឥឡូវខ្ញុំសុំពិនិត្យ5សិនហ្មងទៀតសុំបកកទុកសិនព្រោះបើយើងពិនិត្យ5គេគិតតែ5ឯងគិតមួយហ្មងមួយម៉ានអញ្ចឹងទៅគុណលុយយកហ្មងអញ្ចឹងណាហើយថ្លៃចង់និយាយថាថ្លៃចាហើយមួយទៀតបើសិនជាយើងសម្រេចចិត្តថាពិនិត្យនៅក្នុងពេលហ្នឹងគឺវាល្អជាងយើងបកកទុកសិនហើយចាំយកពីបកកទៅពិនិត្យព្រោះធម្មតាយើងគិតដូចរបស់ដែលយកទៅបកកហើយយើងយកចេញមកចាំឲ្យលាយសិនហើយមិនយកទៅពិនិត្យវាអាចគុណភាពធ្លាក់មិនតិចហើយចាអញ្ចឹងបើជាពួកខ្ញុំណែនាំគឺសម្រេចចិត្តឲ្យហើយពិនិត្យបានគឺពិនិត្យពេលហ្នឹងឲ្យហើយដំបូងហ្នឹងហ្មងទៅមិនបាច់បកកអីទេណោះចាហ្នឹងហើយបើអាចទៅរួចដំណើរការបន្ទាប់គឺត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការដាក់យកកូនអំព្រីយ៉ូចូលទៅក្នុងពោះវិញចាមួយ step គឺមួយជំហានគឺសិតតែសំខាន់ទាំងអស់តែម្ដងអញ្ចឹងអ្វីដែលយើងបានលើកយកពីនិយាយពីដើមមកមិញនេះគឺជាការនិយាយចែកផ្លែកថាអ្វីជា IVF ចាហើយមុននឹងយើងចាប់ផ្ដើមយើងត្រៀមខ្លួនរបៀបម៉េចចាហើយនៅពេលដែលយើងបានអំព្រីយ៉ូមកហើយពិនិត្យ chromosome អស់ហើយយើងត្រូវត្រៀមខ្លួនរបៀបម៉េចដើម្បី ready ខ្លាយទៅជាប៉ាម៉ាក់ចានៅក្នុង EP ក្រោយគឺពួកយើងនឹងចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកយើងទៀតហើយកាន់តែសំខាន់ជាងនេះទៅទៀតគឺជាថ្ងៃដែលយើងយកអំព្រីយ៉ូដាក់ទៅក្នុងខ្លួនមនុស្សស្រីគឺជាថ្ងៃដែលបង្កកំណើតហើយបង្កើតបានទៅជាកូនអញ្ចឹងចានៅក្នុង EP ក្រោយកុំភ្លេចរងចាំទស្សនាជាពិសេសប៉ាម៉ាក់ដែលគាត់កំពុងតែស្វាមីភរិយាដែលគាត់កំពុងតែត្រៀមខ្លួនខ្លាយទៅជាប៉ាម៉ាក់ឬក៏ប៉ាម៉ាក់មានកូនទី1ហើយចង់រើសភេទអីចឹងណាចង់ជ្រើសរើសវិធីសាស្ត្របែប IVF អីក៏គាត់អាចស្ដាប់ពី podcast ពួកយើងសង្ឃឹមថាអាចជួយចែកម្លែកមិនច្រើនក៏តិចតួចទៅដល់ប៉ាម៉ាក់ទាំងអស់គ្នាផងដែរហើយបើសិនជាពួកយើងចន្លោះខ្វះខាតចំណុចណាមួយអាចជួយរំលឹកបាននៅក្នុង comment ព្រោះថាពេលខ្លះនិយាយអញ្ចឹងតែពិតត្រៀមច្រើនណាបងប្អូនទាំងគ្នាខ្ញុំត្រៀមហើយខ្ញុំ note ក្នុងទូរស័ព្ទព្រោះថាបើអត់ note ទេភ្លេចហើយម្យ៉ាងទៀតយើងក៏ច្រើនឆ្នាំមកដែរទៅតែនិយាយតែពិតចង់និយាយយូរហើយតែអត់នាំនិយាយព្រោះតែអត់និយាយទេគឺនឹងភ្លេចអញ្ចឹងយើងចង់ឲ្យទាំងអស់ថតទុកនៅក្នុងកម្មវិធីរបស់យើងជាអនុស្សាវរីយ៍ហើយនៅពេលដែលយើងចាប់ផ្ដើម process នេះទៀតបើសិនជាចាប់ផ្ដើមទៀតគឺនឹងមើលដូចគ្នាហ្នឹងចាយក EP ហ្នឹងមកមើលដើម្បីរំលឹកឡើងវិញអញ្ចឹងណាចាអញ្ចឹងទស្សនិកជនទាំងអស់គ្នាគាត់បានជាពីខាងដើមនៃ EP របស់យើងហើយអញ្ចឹងទាំងអស់នេះគឺសុទ្ធសឹងតែជាបទពិសោធន៍ផ្ទាល់របស់បងទាំងពីរដែលបានឆ្លងកាត់ហើយក៏បានអនុវត្តជាក់ស្ដែងមកដូចគ្នាចាអញ្ចឹងបើសិនជាទស្សនិកជនក៏ដូចជាប៉ាម៉ាក់ដែលគាត់ត្រៀមយកកូនតាម IVF ហ្នឹងគាត់អាចទស្សនាវីដេអូរបស់បងទាំងពីរក៏ដូចជា
ធ្វើការស្រាវជ្រាវបន្ថែមចាក៏ដូចជាការទៅជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញ ចាទៅជួបអ្នកជំនាញเนาะទៅជួបនៅតែណែនាំថាទៅជួបអ្នកជំនាញអ្វីដែលពួកយើងចែកម្លែកមិនមែនជាអ្នកឯកទេសជំនាញអីទេប៉ុន្តែជាបទពិសោធន៍ផ្ទាល់ខ្លួនអញ្ចឹងបងម៉ាក់ប៉ាអ្នកដែលគាត់បានឆ្លងកាត់ IVF គាត់មានបទពិសោធន៍អីផ្សេងជួយចែកម្លែកមកផងដើម្បីយើងរៀនពីគ្នាទៅវិញទៅមកអញ្ចឹង EP នេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅ EP ក្រោយទៀតចាជំរាបលា Bye bye.